Bạn, số sợi tóc này vừa mới chơi chậm rãi thế này, sọc tụcយ៉ាងណាដែរបងប្អូនទាំងគ្នាសម្រាប់ខ្ញុំគឺអត់តន់សុខទេប៉ុន្តែក៏នៅតែបន្តការធ្វើវីដេអូដែរនឹងហើយទាំងអស់គ្នាហើយថ្ងៃនេះក៏ដូចជាសពដងដែរខ្ញុំក៏មានរឿងរ៉ាវមួយដែលវាបានការចែករំលែកពីបងប្រុសម្នាក់ដែរហើយបងប្រុសក៏គាត់បានបញ្ជាក់តែរឿងនេះគឺកើតឡើងនៅពេលដែលគាត់បានរត់ឡានហើយនៅពេលដែលគាត់រត់ឡាននេះហើយដែលគាត់បានជួបហេតុការណ៍រន្ធត់មួយចំនួនរួមជាមួយនឹងការដែលគាត់ទៅបត់ជើងដែលគេប្រកាន់ណាអញ្ចឹងតោះឥឡូវយើងមកចូលសាច់រឿងបងប្រុសទាំងអស់គ្នាទៅបងផាតគាត់បានបញ្ជាក់ដែរថាគាត់គឺជាអ្នករត់ឡានឈ្នួលម្នាក់ដោយក្នុងគ្រួសាររបស់គាត់នេះគោលឬក៏ជំហរនឹងគឺមានតែគាត់ទេជាមួយនឹងប្រពន្ធរបស់គាត់គ្រាន់តែប្រពន្ធរបស់គាត់មិនសូវជាអ្នកចេញប្រមាណទេពីច្រើនគឺគាត់នឹងឯងហើយជំហររបស់គាត់នេះគឺជាអ្នករត់ឡានឈ្នួលណាបងប្អូនឡានរបស់គាត់នេះមិនមែនត្រឹមតែរត់ឡានពីភ្នំពេញទៅខេត្តពីខេត្តមកភ្នំពេញទេគឺគាត់រត់អាចនិយាយបានថាបងប្អូនណាត្រូវជួលទៅកឋិនជួលទៅដើរលេងគឺគាត់អាចទៅបានគ្រប់កន្លែងទាំងអស់មិនមែនត្រឹមតែដឹកភ្ញៀវធម្មតាណាអញ្ចឹងគាត់ថាពេលនោះគឺបែបហ្នឹងឯងគាត់រត់ពីភ្នំពេញមកខេត្តចឹងទៅគាត់ទើបនឹងទិញឡានថ្មីឡានរបស់គាត់ដំបូងឡើយគាត់បើកឡានឲ្យគេទេប៉ុន្តែក្រោយមកទៀតមកគាត់ហ្នឹងក៏ឲ្យប្រពន្ធរបស់គាត់ជាមួយនឹងគាត់ទៅសន្សំលុយឬក៏ខ្ចីលុយគេដើម្បីទិញឡានមកយកមករត់ណាអញ្ចឹងនៅពេលដែលគាត់រត់គាត់ថាពេលហ្នឹងគឺរត់បានគូសំដែរមិនសឹងតែមានពេលសម្រាប់ផងទោះជាគាត់មិនមានភ្ញៀវដឹកឡើងមកក្រុងពីក្រុងទៅខេត្តវិញប៉ុន្តែគាត់មានគេជួលទៅបុនទៅអីចឹងទៅគាត់ដប់សឹងតែគ្រប់មានយាយមានតាអីចឹងទៅគាត់ថាថ្ងៃមួយគាត់ជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងឡើងមករត់ឡាននៅក្រុងហ្នឹងឯងដំបូងគឺគាត់ជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងណារត់ឡាននៅក្រុងនៅពេលដែលរត់ឡានមកក្រុងគាត់ថាពេលហ្នឹងអាចនិយាយបានថាគាត់រត់ចំរបៀបថាពេលព្រឹកព្រលឹមណាដែលគាត់ដឹកម៉ួយពីព្រលឹមឡើងមកក្រុងមកព្រោះគេបញ្ញាប់យកហើយបន្លែផ្លែឈើយកមកលក់ណាយកមកបោះអីចឹងទៅអញ្ចឹងគាត់ហ្នឹងក៏ដឹកមកក្រុមហ្នឹងមកមុនសិនអញ្ចឹងនៅពេលដែលគាត់ឡើងពីព្រលឹមហ្នឹងគាត់ថាពេលហ្នឹងគឺគាត់ហ្នឹងអាចនិយាយបានថាដើរយកតាមផ្ទះទៅទៀតអាហ្នឹងគឺជាសេវារបស់គាត់ដឹកដល់តាមផ្ទះអញ្ចឹងដឹកចឹង1 2ចឹងទៅរហូតដល់អស់ម៉ួយរបស់គាត់ក៏ធម្មតាអញ្ចឹងគាត់ថាពេលហ្នឹងក៏ដឹកឡើងមកអីចឹងទៅដឹកឡើងមកដល់ក្រុងរហូតដល់ហើយថ្ងៃហ្នឹងក៏គាត់ដឹកពួកគាត់ហ្នឹងត្រឡប់មកផ្ទះវិញអញ្ចឹងទៅអានេះគឺបែបហ្នឹងគាត់រត់បែបហ្នឹងអញ្ចឹងគាត់ថាថ្ងៃមួយគាត់ក៏ទៅយកម៉ួយហ្នឹងធម្មតាប៉ុន្តែនៅពេលដែលយកម៉ួយគាត់ថាពេលហ្នឹងម៉ួយរបស់គាត់ម្នាក់យើងស្អីរបៀបថាអ៊ំស្រីចំណាស់ម្នាក់ណាគាត់ក៏ទៅដែរជាប្រចាំទៅអ៊ំស្រីហ្នឹងអញ្ចឹងនៅពេលដែលគាត់ប្រមូលដើរតាមផ្ទះហ្នឹងអ៊ំស្រីហ្នឹងក៏ចាំនៅកន្លែងហ្នឹងដូចគ្នាដែរចាំនៅមុខណាអញ្ចឹងគាត់ក៏ដាក់ម៉ួយហ្នឹងទៅរហូតដល់ពេញគាត់ហ្នឹងក៏ឡើងមកក្រុងវិញមកអញ្ចឹងនៅពេលដែលមកដល់ក្រុងគាត់ថាពេលដែលគាត់មកដល់ក្រុងហ្នឹងម៉ោងប្រហែលជា6ជាងហ្នឹងនៅពេលដែល6ជាង7ជាងគាត់ថាពេលហ្នឹងដែរស្រាប់តែគាត់អត់ឃើញអ៊ំស្រីដែលឡើងហ្នឹងទេគាត់ថាពេលនោះគាត់អត់បានស្គាល់ឈ្មោះអ៊ំស្រីទេដោយសារអីគាត់ដើរដឹកតាមភូមិអញ្ចឹងគាត់អត់បានសួរឈ្មោះទេអញ្ចឹងគាត់ថាពេលនោះគាត់ធម្មតាទៅប៉ុន្តែគាត់របៀបថាអត់ឃើញគាត់អញ្ចឹងព្រោះយើងត្រូវការនេះបងប្អូនគាត់ត្រូវភេទលុយភេទអីឲ្យលុយមកយើងអីចឹងណាព្រោះតែជីឡានត្រូវឲ្យលុយមែនទេប៉ុន្តែថ្ងៃហ្នឹងគាត់អត់ឃើញឲ្យលុយសោះហើយក៏អត់ឃើញចុះពីលើឡានទៅទៀតទាំងដែលគាត់ហ្នឹងទើបនឹងឈប់ឡានសោះឬមួយក៏គាត់ចុះភ្លាមដែលយើងមើលមិនឃើញគាត់ថាពេលនោះគឺពិបាកថាដែរព្រោះដោយសារអីគាត់បើខ្វាច់ទៅគឺម្នាក់ចុះពឹបយកតែម្ដងអញ្ចឹងរហូតដល់ម៉ោងដែលត្រឡប់មកវិញហ្នឹងគាត់ថាពេលហ្នឹងម៉ួយរបស់គាត់ទាំងអស់ហ្នឹងក៏ចាប់ផ្ដើមឡើងមកក្រុងវិញហើយឡើងមកខេត្តវិញហើយនៅពេលដែលឡើងមកខេត្តគាត់ថាពេលហ្នឹងស្រាប់តែបាត់អ៊ំស្រីច័ន្ទនេះពេលដែលគាត់សួរទៅម៉ួយរបស់គាត់ផ្សេងណាបានដឹងថាអ្នកដែលបាត់ហ្នឹងគឺអ៊ំស្រីច័ន្ទហ្នឹងឯងអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ចាំនៅហ្នឹងមកបន្ទុះសិនគេលោថាគាត់ទៅណាតណៃអីវិញអញ្ចឹងណាអញ្ចឹងក៏អង្គុយចាំនៅហ្នឹងប្រាប់ម៉ួយរបស់គាត់ហ្នឹងឲ្យចាំទីសិនទៅគេលោអ៊ំស្រីច័ន្ទគាត់មានការអីអញ្ចឹងណាហើយម៉ួយទាំងអស់ហ្នឹងក៏ដូចគ្នាដែរក៏ចាំដល់ពេលដែលចាំហើយគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏ឃើញថាវាពេលវេលាហ្នឹងចាំបញ្ចូលកន្លះម៉ោងទៅហើយ
chứ còn nom khné tranh lan từ nơi bên để tranh lan đó có thao bên năng chỉ là hốt đo te năng ở tầm lẹ mùi xếp tại tao đo te sau om say chán nơi bên để tao đo te om say chán có thao bên năng xếp tại quát khơi mà nu u o nơi nóng bạn quên te om say chán tiền môi bọc quát tiền quát nó bị chép áo trong mấy bàn chỉ mà nu nó mà chui chói nơi một te om say bình om say chán đó nè chứ nơi bên để mà nu u o hay quát cái đó quát có chụp lan nơi cái này nè sần chụp cái này te om say chán nó còn xuống miền rừng ấy mất bó cột có số tới nè để cho nơi nông bạn bên theo ông giấy chán đó nè để chỉ nè phúng nó còn top tha ông giấy chán mà đang mày thế cột cây slap cột là lư bài đang phim tàng môi bọc cột để nơi nông lan đó nghe mưa mục này à bố pi bên ta pi prek đó để phụ cột lang từ bao lai đó ông giấy chán tới chỉ môi nông phụ cột đó chỉ lan tới chỉ môi được kia nè cho hai ấy à lớn nước bay thì xong om ra đây chan nước máu slap nên te thôi mình anh ấy ở quay đại phụ quạt khó lắm bên năng quạt của xua bật che bỏ anh cho bà tại om ra chan slap mình cho bà mấy bên năng đẹp phun bỏ quạt đó à mình đẹp phun bỏ quạt để biết thay việc nơi chết cái nia con từ vô chết phun bỏ quạt này đẹp phun này là nơi chỉ mỗi đường om ra chan nó xua tới đẹp phun được nia năng tha bòn bỏ cho bà thà om ra chan slap ngay mình cho bà mấy nhá ai ấy mình ăn đó lập lá ngày chim máu nó ăn đó này nhóm mình đang nữa nhóm chim máu nó cứ thực mấy nó có từ luộc bà lai chỉ môi đường phụ nhóm á bao bà lai chỉ môi đường phụ nhóm còn là lựa bài bằng phim bong pro để con nơi chơi giấy nữa còn tham viên mình đã nó không môi từ đó bao bà lai cá thế hả bộ ông dây chăn nó bài chỉ slap tăng bị chốt mới tới không nơi bây để lựa bài bằng phim phụ quát mưa một cái điều bắt đầu miền ấy bong ai phạt nó có quát chun môi bọc quấn cho ta đã té thằng mùi nhá nữa và tòa má quấn nó còn ta lom mà theo mình nơi pe để con ta lom mà theo mình có thao pe để con mà đau té nó ngẩn sầm ra ban màn tịch tế con có ti mà tô bọc quấn nó chim sầm đá máu té ôm dây chằn để nó phun sấy nhá nữa bàn tay để xa chỉ môi bọc quấn trên 100 ta hơi chân con nó có tôi trâu bon tử ấy nơi pe để con tư nó con mình men là tư phim mau play đến ọt để từng cùi thì chơi kia lên từng ấy nơi pe để con đa tới chết ôm dây chăn rồi có tầm mưa đó ngày có thao pe nó mục rồi có này ôm dây chăn nó là slay bắt ai slay kẹng á ấy slap nó cứ anh vậy ban đầu có kinh slap tầm này anh phụ ấy có ọt min sạch nhiệt tì chả ọt min sạch nhiệt tì hình cho có thao pe nó ban trầm tay ảnh đất tì ban trầm tay ảnh đất ôm dây chăn tang đại phụ quạt từngประมาณเนี่ยได้chi từ pe rồi bật mình đó nghe rất tại ọt đang được kia thá ôm dây chăn ban slap tiếng đại phụ quạt từng ở kia rất tại khơi ôm dây chăn chi tới chỉ mùi được cái này mình tại mình được xem ta ôm dây chăn quạt bàn khôi bật đây nữa cho có tháp bên nó có chơi tay cùi gặp đó nó là hốt đó à là nghĩa chứ anh biết làm chỗ đó giúp ấy mà chỗ đó giúp có tận lọc mà thèm bọc quạt mình nơi bên để có tận lọc mà thèm có tháp bên nó ngắt men đèn bị thèm bọc quạt màu ấy à bị thèm ôm dây chăn màu thèm bọc quạt nó bị ngắt và thấy để xa con thì mình đâu pro phóng có con mình sẽ chỉ lạiประมาณ thì hay nào mỗi con có chỉ còn làm từ tiền chẳng về để rừng dục một lốp đấy cứ con chìm nia nhá chỉ dục đi con mình xây chỉ khai chỉ mùi nâng mau ấy được ประมาณ thì bàn tay con khai bằng phật nó cứ bận hùng đằng ngày chứ con thà bên nó có chim mà ta mà nơi bên để con chim phật bị phun đó à bây giờ chim phật bị phun bo ôm giấy chăn nó lo mà phun vào con đó con thà bên nó xem tại con khơi ôm say chẩn na mà nè nó đá sro plei chỉ môi đằng con đó đá sro plei chỉ môi đằng con nơi bên để con mới con mẹ ram tha đôi chỉ một đôi để con drop score chẳng rồi mua còn đẹp phun bọc con thà bên nó con nó có chim mà tố ép tới chất đằng ôm say hãy xua con tha ôm ở máy tên na với vụ con khơi mục để từ nó nghe cứ plei tới chỉ môi đằng con đằng ảnh bên nó xem tại ôm say để con hà nó nghiệm mà đó con nơi bên để ông say nâng nghe mà đó có tha bên nâng xếp tại ông say bên này nâng à chứ lúc các bạn lơ co mà muốn chứ lúc các bạn lơ co lẽ chất chương con là khơi bẹp nâng phim bom đây có tha bên nâng cứ keng mà tu đại keng mà tích chứ bàn con sầm rô là rom bán còn mua mà to bằng con tư vô thêm rồi ấy nơi bên để con cả lấy báo con tha bên nâng xếp tại con khơi ông say để chứ lúc các bạn nâng một bảo con nâng à còn pung tại căn các bạn rốt tam con đó cùng pung tại căn các bạn rốt tam con tháp bên nó cứ miên ấy chở này cứ pui mà tôi vô tam nó tôi chỉ cần lúc giang na cái đó có thời từ đây ở trong bạch kịch cái lúc cái búa nè càng cao cùng pung tại đánh dương ấy là lấy mưa cái lúc mà ấy thì mày này mà do con tháp bên nó còn bật phát bật pin klong klang
គាត់ថាតម្រាំតែផុតពីនឹងតម្រាំតែផុតពីកន្លែងដែលគាត់បានឃើញហ្នឹងងារតែមើលវិញគឺអត់មានឃើញអ្នកណារត់តាមគាត់ទេធូរទ្រូងបន្តិចគាត់ថាពេលនោះរៀងសប្បាយចិត្តតិចប៉ុន្តែអ្វីដែលគាត់ផ្លាច់ចិត្តមែនទែននៅពេលដែលគាត់ជិះម៉ូតូមកដល់ភូមិបគាត់ហើយមកដល់ផ្ទះអ្នកភូមិហ្នឹងគាត់ទៅចូលដល់ផ្ទះទី1ភ្លាមឆ្កែលូវឹបចូលផ្ទះទី2ពឹបឆ្កែលូវឹបលូខ្លាំងយកតែមែនទែនរហូតដល់គាត់ជិះទៅដល់ផ្ទះបគាត់ហ្នឹងក៏ឆ្កែនៅតែលូដែរលូឡើងទៅហឹងពេញភូមិទាំងដែលមុនហ្នឹងគឺអត់មានលឺឆ្កែណាមួយលូនៅខាងមុខផ្ទះបគាត់ឬក៏អត់មានឆ្កែណាលូសំបីតែបានតិចប៉ុន្តែគ្រាន់តែគាត់ជិះម៉ូតូចូលមកបែរទៅជាលឺសំឡេងឆ្កែលូទៅវិញអានេះអ្វីដែលគាត់ប្លែកចិត្តមែនទែនអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ជិះម៉ូតូបគាត់ចូលទៅក្នុងផ្ទះទៅនៅពេលដែលគាត់ជិះម៉ូតូចូលក្នុងផ្ទះគាត់ថាពេលហ្នឹងសិតតែគាត់ឃើញប្រពន្ធបគាត់កំពុងតែឈរលើផ្ទះហ្នឹងសម្លឹងមកមើលគាត់នៅពេលហ្នឹងគាត់ក៏បានត្រឹមតែញឹមដាក់ប្រពន្ធបគាត់ទៅជិះម៉ូតូចូលទៅក្រោមផ្ទះទៅពេលហ្នឹងប្រពន្ធបគាត់ក៏ចុះមកពីខាងលើផ្ទះហើយចេះតែកលេចទៅមើលខាងមុខផ្ទះហើយម្ដងមកដល់ចិត្តគាត់សួរគាត់ហ្នឹងហូបបាយនៅឯងហូបបាយនៅពេលហ្នឹងបងផាត់ហ្នឹងក៏តបថាគាត់ថាហូបបបរនៅប៉ុនគេហើយប៉ុន្តែដូចជានៅតែឃ្លានដែរពេលហ្នឹងប្រពន្ធបគាត់ថាអត់អីទេខ្ញុំដាំបាយដាំទឹកទៅចាំខ្ញុំទៅរៀបឲ្យអញ្ចឹងគាត់ក៏ទៅរៀបបាយទៅប៉ុន្តែអ្វីដែលគាត់ចាប់អារម្មណ៍ប្រពន្ធបគាត់ឃើញប្រពន្ធបគាត់ហ្នឹងចេះតែកលេចទៅមើលខាងមុខផ្ទះកលេចទៅមុខផ្ទះគាត់ថាពេលហ្នឹងគាត់ក៏ឆ្ងល់ថាណៃមើលអីមើលអីខ្ញុំឃើញអ្នកណាម្នាក់ហ្នឹងឈរនៅមុខផ្ទះយើងមានណាគេណាពេលហ្នឹងបងផាត់ហ្នឹងក៏កលេចទៅមើលដែរប៉ុន្តែអត់មានឃើញមែនប្រពន្ធបគាត់ថាខ្ញុំមកឃើញម្នាក់ហ្នឹងគឺមកតាមបងឯងជិះម៉ូតូមកបងឯងប៉ុន្តែនៅពេលដែលមកដល់ផ្ទះយើងគាត់បែរជាឈប់នៅមុខផ្ទះទៅវិញអត់ព្រមចូលផ្ទះពេលហ្នឹងបងផាន់ហ្នឹងក៏តបថាបងមានដប់ណាមកបងមកតែម្នាក់ឯងតាបងឯងនិយាយលេងឯងពេលហ្នឹងប្រពន្ធបគាត់ហ្នឹងក៏តបថាអត់ទេមុនហ្នឹងគាត់បានឃើញបងឯងហ្នឹងគឺដប់អ្នកណាម្នាក់មកមែនយើងចំណាស់ប៉ុន្តែឥឡូវដូចជាបាត់គាត់ហ្នឹងគាត់របៀបមើលអញ្ចឹងឥឡូវដូចជាបាត់គាត់ហ្នឹងអញ្ចឹងនៅពេលដែលប្រពន្ធបគាត់និយាយបែបហ្នឹងគាត់ថាថ្ងៃណៃចេះតែនិយាយព្រិលភ្នែកទេអត់ព្រិលភ្នែកទេខ្ញុំនិយាយមែនណាខ្ញុំទៅភូតថ្ងៃទៅអីរបៀបថាប្រពន្ធបគាត់ជាយាមបញ្ជាក់ឲ្យបងផាតដឹងណាប៉ុន្តែជាក់ស្ដែងបងផាតគាត់ថាគាត់មានឃើញអីសោះអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធម្មតាទៅរហូតដល់ម៉ោងប្រហែលជា2:10គាត់ហ្នឹងក៏ឈឺបាត់ជើងរបៀបថាពេលដែលគាត់ហូបហើយគាត់ឡើងមកគេងណាអញ្ចឹងគាត់គេងរហូតដល់ម៉ោង2:10គាត់ទៅភ្ញាក់ភាសាទៀតដោយសារគាត់ឈឺបាត់ជើងដល់ពេលជើងបាត់ជើងគាត់ថាពេលនោះគឺគាត់មិនមែនតែបាត់ជើងនៅលើផ្ទះណាគឺត្រូវចុះពីលើផ្ទះមកបាត់ជើងនៅក្រោមមែនទេបងប្អូនអ្នកស្រុកស្រែគឺបែបហ្នឹងឯងអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ចុះមកក្រោមទៅនៅពេលដែលគាត់ចុះមកក្រោមគាត់ថាពេលហ្នឹងគាត់កំពុងតែបាត់ជើងឆ្កែក៏នៅតែលូដែរឆ្កែក៏នៅតែលូដែរគាត់ក៏គិតក្នុងចិត្តថាឆ្កែអស់នេះវាមិនវាលូស្បើមម៉េះអញ្ចឹងនៅពេលដែលគិតហើយគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏កលេចមកមើលមុខផ្ទះនៅពេលដែលគាត់កលេចមកមើលមុខផ្ទះគាត់ថាពេលហ្នឹងសេពតែគាត់ឃើញអ៊ំស្រីចំណាស់ម្នាក់កំពុងតែឈររេរនៅមុខផ្ទះរបស់គាត់នឹងឯងឈរនៅមុខផ្ទះគាត់ទៅឃើញបែបហ្នឹងភ្លាមគាត់ក៏ឆ្ងល់ទៅណាគេមកឈររេរមុខផ្ទះគាត់អញ្ចឹងនៅពេលដែលគាត់បត់ជើងរួចហ្នឹងគាត់ថាពេលហ្នឹងគាត់ក៏មានពិលក្នុងដៃដែរគាត់ក៏ប្រចាំងពិលទៅកន្លែងអ៊ំស្រីដែលកំពុងតែដើររេរមុខផ្ទះគាត់ហ្នឹងឯងនៅពេលដែលគាត់ប្រចាំងទៅគាត់ថាពេលហ្នឹងអ៊ំស្រីដែលនៅមុខផ្ទះរបស់គាត់ទម្លាក់មុខព្យាយាមអត់ឲ្យគាត់ឃើញទេមិនមែនថាព្យាយាមហើយជាអាចចាំងពិលចាំងភ្លើងពិលដល់គាត់បំភ្លឺហ្នឹងក៏បានដែរគាត់ថាបានដែរអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ប្រចាំងទៅប៉ុន្តែអត់ឃើញមុខទេនៅពេលដែលអញ្ចឹងគាត់នឹងក៏ចង់ដើរទៅមើលទាំងសួរណាអញ្ចឹងគាត់ក៏ដើរមកជំហានអញ្ចឹងទៅនៅពេលដែលគាត់ដើរគាត់ថាពេលហ្នឹងអ៊ំស្រីម្នាក់ហ្នឹងក៏នៅតែឈរអត់កម្រើកនៅខាងមុខតែគាត់ដែរអញ្ចឹងគាត់ថាពេលហ្នឹងដើររហូតទៅដល់ចិត្តនឹងលបងមកគាត់ហ្នឹងទល់មុខជាមួយនឹងអ៊ំស្រីគាត់ក៏សួរថាអ៊ំឯងមកពីណាវិញគាត់ក៏សួរនាំទៅប៉ុន្តែអ៊ំស្រីម្នាក់ហ្នឹងអត់មាត់ទេណាហើយសេពតែអ៊ំស្រីម្នាក់ហ្នឹងដើរចេញពីផ្ទះរបស់គាត់ដោយអត់មាត់អត់និយាយអត់កោសោះដើរចេញពីផ្ទះរបស់គាត់នៅពេលដែលដើរចេញគាត់ថាពេលដែលគាត់មើលពីខាងក្រោយហ្នឹងសេពតែគាត់ឃើញថាអ៊ំស្រីដែលកំពុងតែដើរចេញពីផ្ទះរបស់គាត់ហ្នឹងគឺអត់មានជើងទេបងប្អូនអត់មានជើងណាហើយមិនត្រឹមតែអត់ជើងទេគាត់ថាពេលហ្នឹងសេពតែអ៊ំស្រីម្នាក់ហ្នឹងងាកមករកគាត់សេពតែជ្រុះក្បាលពីលើកកបងប្អូនជ្រុះក្បាលពីលើកកគាត់ថាពេលហ្នឹងគ្មានទេរត់ឡើងមកលើផ្ទះយកតែម្ដងមិនថាខ្លួនជាមនុស្សប្រុសទេប៉ុន្តែនៅពេលដែលឃើញស្ដែងបែបហ្នឹងសួរថានៅបានអត់គាត់ថានៅមិនបានទេរត់យកតែម្ដងបងប្អូនរត់យកតែម្ដងរហូតគាត់រត់មកដល់លើហ្នឹងមកដល់លើផ្ទះគាត់ថាពេលហ្នឹងគេងចូលក្នុងមុខញាក់យកតែម្ដងប្រពន្ធរបស់គាត់សួរថាថៃឯងក៏ញាក់ស្មើមែនក្តៅខ្លួនមែន
ប្រពន្ធរបស់គាត់ក៏មកស្ទាបទៅបណ្ដៃចាក់ស្ដែងគឺអត់មានអីទេអញ្ចឹងគាត់ថាពេលហ្នឹងក៏សង្ងំទៅសង្ងំរហូតដល់ម៉ោងដែលគាត់ហ្នឹងត្រូវយកមីងអីហ្នឹងទៅលក់បន្លែប៉ុន្តែថ្ងៃហ្នឹងដោយសារមីងគាត់ជាប់រវល់ជាមួយនឹងបងបងហើយយាយច័ន្ទផងអ៊ំច័ន្ទផងគាត់អត់ដឹងអញ្ចឹងគាត់ហ្នឹងក៏ចូលទៅភូមិបងអ៊ំច័ន្ទទៅដល់រនៅពេលដែលគាត់ទៅដល់ហ្នឹងឃើញថាមីងដែលគាត់ទៅយកអីវ៉ាន់ទៅផ្សារហ្នឹងគឺអត់បានទៅទេប្រាប់មកបងផាតណាបងផាតគាត់ថាអត់អីទេអញ្ចឹងនៅពេលដែលគាត់យកត្រឡប់ដល់ជុំភូមិហ្នឹងកាត់ផ្ទះអ៊ំច័ន្ទគាត់ហ្នឹងក៏ត្រឡប់មកវិញណានៅពេលដែលគាត់ត្រឡប់មកវិញគាត់ថាពេលហ្នឹងមកដល់ផ្ទះអ៊ំច័ន្ទឃើញថាមានមនុស្សអនៅក្នុងផ្ទះហ្នឹងនៅរោងប៉ុនហ្នឹងដែរព្រោះម៉ោងដែលគាត់ងើបនេះប្រហែលជាម៉ោង5ម៉ោង4ម៉ោង5ហ្នឹងឯងដែលគាត់ងើបយកបន្លែប្លុកពីស្រែចកាហ្នឹងមកក្រុងឲ្យលឿនតាមដែលធ្វើទៅបានអញ្ចឹងងើបពីព្រលឹមបន្តិចហើយអញ្ចឹងនៅពេលដែលអ្នកភូមិហ្នឹងអត់ឡើងទៅក្រុងគាត់ក៏មិនបានប្រអាក់ការរត់របស់គាត់ទេណាគាត់ក៏ជិះហួសទៅអ៊ំច័ន្ទនៅពេលដែលគាត់ជិះហួសទៅអ៊ំច័ន្ទមិនបានប្រហែលម៉ែត្រផងស្រាប់តែគាត់ឃើញអ៊ំស្រីម្នាក់បក់ដៃហៅឡានរបស់គាត់ដែលនៅនឹងដៃរបស់គាត់ហ្នឹងមានបន្លែមកកញ្ច្រែងអញ្ចឹងនៅពេលដែលឃើញអញ្ចឹងគាត់ហ្នឹងក៏ឈប់ឡានមកគាត់ទៅឈប់ឡានហើយក៏ទៅទាញទ្វារឡានហើយក៏សួរថាម៉ែឡើងទៅលើមែនឡើងទៅផ្សារមែនហើយអត់នៅបុតអ៊ំច័ន្ទទេអីគាត់ថាពេលហ្នឹងដោយសារគាត់បញ្ញាប់ពេកគាត់អត់បានមើលមុខទេគាត់ហ្នឹងក៏បើកទ្វារឲ្យអ៊ំស្រីម្នាក់ឡើងទៅអង្គុយខាងក្នុងឡានទៅហើយទាញទ្វារបិទហើយក៏បើកឡានបន្តទៅនៅពេលដែលគាត់បើកឡានគាត់ថាពេលហ្នឹងក៏ចេះតែនិយាយជាមួយនឹងអ៊ំស្រីអ៊ំមើលថ្ងៃហ្នឹងស្ងាត់ណាអ្នកភូមិអត់មានអ្នកណាទៅមួយសោះអាឡៃទៅបុតអ៊ំច័ន្ទអីចឹងណាពេលហ្នឹងទោះជាគាត់ទៅខំនិយាយយ៉ាងណាក៏ដោយក៏អ៊ំស្រីដែលនៅខាងក្រោយខ្នងរបស់គាត់ហ្នឹងអត់ព្រមអត់ឆ្លើយជាមួយនឹងគាត់សោះអត់ឆ្លើយណាអញ្ចឹងនៅពេលដែលអ៊ំស្រីនឹងអត់ឆ្លើយគាត់ក៏មិនបានទៅមកគាត់ដែរគាត់ក៏ជីបន្តទៅនៅពេលដែលគាត់ជីរហូតទៅដល់ផ្សារដែលគាត់ត្រូវទម្លាក់អ៊ំស្រីហ្នឹងពេលដែលគាត់ចុះពីលើឡានបើកទ្វារគាត់ថាពេលហ្នឹងអត់មានឃើញអ្នកណានៅក្នុងឡានរបស់គាត់ទេស្អាតហ្មងបងប្អូនទាំងដែលគាត់អត់បានឈប់នៅត្រង់ណាសោះហើយបើសិនជាអ៊ំស្រីចុះក៏ពិបាកដែរមានតែហក់ពីលើឡានហើយបើហក់ពីលើឡានអត់មានអីក្រៅពីរបួសទេព្រោះឡានលបឿនរបស់គាត់ហ្នឹងក៏បើកគូសំដែរគាត់ថាពេលដែលគាត់បើកពេលមកបែរទៅជាអត់មានឃើញអ៊ំស្រីហ្នឹងសោះគាត់ក៏ឆ្ងល់នឹងចិត្តមុនហ្នឹងគឺគាត់បានដឹកអ៊ំស្រីនឹងច្បាស់ណាស់ចុះមិនមកដល់នេះក៏អត់ឃើញអីចឹងណាគាត់ថាពេលហ្នឹងដូចអ្វីដែលគាត់បានដឹកអ៊ំស្រីច័ន្ទពីម្សិលមិញដែររបៀបអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាទៅគាត់គាត់ថាមនុស្សចាស់គាត់ក៏អត់ឲ្យលុយក៏អត់តាមតាណាទៅគាត់ហ្នឹងក៏ចាំមួយរបស់គាត់នៅនឹងធម្មតារហូតដល់គាត់ចាំមួយហ្នឹងអស់ចាំមួយរបៀបថាគេមកគេចាប់មួយដាក់ឲ្យគាត់ចូលបេនចាប់មួយដាក់ពេញឡានរបស់គាត់ក៏ចេញមកនៅពេលដែលគាត់ចេញមកគាត់ថាពេលហ្នឹងទម្លាក់មួយចឹងទៅរហូតដល់អាចនិយាយបានថាចិត្តនឹងដល់តែរបស់គាត់ហើយថ្ងៃត្រង់គាត់ថាពេលដែលគាត់មើលកញ្ចក់មើលក្រោយសេពតែគាត់ឃើញអ៊ំស្រីចំណាស់ម្នាក់កំពុងតែអង្គុយនៅក្នុងឡានរបស់គាត់សេពតែគាត់ក៏លេចអាហ្នឹងយើងមើលកញ្ចក់ណាប៉ុន្តែនៅពេលដែលគាត់ងាកមើលឲ្យមែនតើគាត់ថាពេលហ្នឹងគឺអត់មានឃើញអ្នកណានៅខាងក្រោយក្រុងគាត់ទេទាំងដែលគាត់មើលកញ្ចក់គឺឃើញច្បាស់មែនតើឃើញអ៊ំស្រីម្នាក់ហ្នឹងអង្គុយនៅខាងក្រោយក្នុងគាត់ប៉ុន្តែជាក់ស្ដែងគឺអត់មានឃើញអ្នកណាសោះអញ្ចឹងគាត់ថាពេលហ្នឹងក៏ចេះតែបន្តដំណើររបស់គាត់ហ្នឹងមកផ្ទះមកអាលវាថាមកដល់ផ្ទះរបស់គាត់នៅពេលដែលគាត់មកដល់ផ្ទះគាត់ថាពេលហ្នឹងជីឡានចូលក្នុងផ្ទះទៅប៉ុន្តែអ្វីដែលប្លែកចិត្តមែនតើឆ្កែរបស់គាត់ហ្នឹងវាថ្ងៃត្រង់សោះវាលូមែនតើអញ្ចឹងនៅពេលដែលលូគាត់ក៏គិតក្នុងចិត្តឆ្កែនេះវាលូសល់តាំងពីយប់មកទៅជីឡានចូលមកដល់ក្នុងផ្ទះទុកឡានទុកអីហើយក៏ប្រពន្ធរបស់គាត់ហ្នឹងរៀបបាយទឹករួចរាល់គាត់ក៏ទៅអង្គុយហូបបាយទៅអង្គុយហូបបាយក៏និយាយហ្នឹងណាអូនអើយថ្ងៃហ្នឹងរកបានតិចបានតែអ្នកមកទេអ្នកទៅហ្នឹងគឺគាត់ឲ្យទៅជាប់បនអ៊ំស្រីអញ្ចឹងណាពេលហ្នឹងប្រពន្ធរបស់គាត់ហើយតាមតាណាទៅបានប្រហែលយកប៉ុណ្ណឹងទៅមិនបាច់ទៅខំប្រឹងអីណាទៅទេអញ្ចឹងគាត់ថាពេលហ្នឹងគាត់ធម្មតាអង្គុយហូបបាយរហូតដល់រួចរាល់ក៏សម្រាប់នៅលើក្រែហ្នឹងទៅនៅពេលលើក្រែគាត់ថាពេលដែលគាត់កំពុងតែសម្រាប់ហ្នឹងស្រាប់តែគាត់លឺសំឡេងទូរស័ព្ទរោមកតែតើមកនៅពេលដែលគាត់លើកទូរស័ព្ទគាត់ថាពេលហ្នឹងមានគ្រួសារមួយដែលគាត់ហ្នឹងមកពីស្រុកគេគាត់ហ្នឹងតាក់ទងសុំជួលឡានរបស់បងផាតហ្នឹងទៅដើរលេងខេត្តបើយប់ណានៅពេលដែលលឺបែបហ្នឹងភ្លាមគាត់សប្បាយចិត្តមែនតើសប្បាយចិត្តណានៅពេលដែលគេជួលឡានរបស់គាត់ទៅខេត្តណាសប្បាយចិត្តដល់ពេលសប្បាយចិត្តគាត់ថាពេលហ្នឹងអូខេយកលឿនយកតាមដងហើយគេណាត់ថ្ងៃរបស់គាត់ចឹងទៅណាត់ថ្ងៃណាត់អីចឹងណា
អញ្ចឹងនៅពេលដែលណាត់ថ្ងៃអញ្ចឹងគាត់ក៏ស្រួលដែរក៏ស្រួលត្រង់ថាគាត់ហ្នឹងទៅប្រាប់មួយបើគាត់ដែលជាមួយបន្លែហ្នឹងថាអត់បានទៅយកអញ្ចឹងទៅអាហ្នឹងគេប្រាប់យើងមុនវាស្រួលអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ហ្នឹងរត់ធម្មតាមួយថ្ងៃពីរថ្ងៃរហូតទៅដល់ថ្ងៃដែលគាត់ហ្នឹងត្រូវដឹកគ្រួសារហ្នឹងទៅលេងខេត្តអញ្ចឹងគាត់ប្រាប់មួយបើគាត់ហើយមួយបើគាត់ហ្នឹងក៏យកឡានផ្សេងអញ្ចឹងទៅជិះឡានផ្សេងអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ដល់ពេលដែលគាត់ត្រូវដប់ហើយគ្រួសារហ្នឹងទៅខេត្តគាត់រៀបចំឡានរបស់គាត់បើស្អាតណាហើយពេលដែលទៅហ្នឹងគ្រួសាររបស់គេហ្នឹងប្រហែលជាចូលចិត្ត8នាក់ដែរ7 8នាក់ដែរអញ្ចឹងគេទៅលេងខេត្តដោយសារបងប្អូនគេមកពីស្រុកក្រៅគេចង់ទៅដើរលេងនៅស្រុករបស់យើងដែរអញ្ចឹងគាត់ថាពេលហ្នឹងក៏ដប់គេទៅចេញទៅគាត់ថាពេលដែលគាត់ចេញពីស្រុករបស់គាត់ហ្នឹងអាចនិយាយបានថាស្រុករបស់គាត់ហ្នឹងវានៅខាងខេត្តកណ្ដាលឯណេះទេខេត្តកណ្ដាលហើយនៅពេលដែលគាត់ចាប់ផ្ដើមដឹកទៅគឺគេទៅលេងនៅខេត្តសៀមរាបសិនចម្ងាយផ្លូវដែលគាត់ទៅហ្នឹងវាឆ្ងាយគួរសមដែរគាត់ងើបពីព្រលឹមទៅបងប្អូនងើបពីព្រលឹមទៅខ្ទង់ម៉ោង4ម៉ោង3ម៉ោង4ហ្នឹងឯងងើបទៅយកអញ្ចឹងគាត់ងើបព្រលឹមបន្តិចម៉ោង3គាត់ទៅដល់ផ្ទះហើយអ្នកដែលជួលឡានរបស់គាត់ហ្នឹងវាខ្ទង់ម៉ោង4អញ្ចឹងក៏នាំគ្នាបើកចេញទៅយកហើយបើកចេញនៅពេលដែលគាត់បើកចេញទាំងយប់គាត់ថាពេលនោះគឺតែជាក់ស្រួលមែនទែនហើយផ្លូវសៀមរាបក៏មិនសូវជាពិបាកប្រហែលដែរប៉ុន្តែវាក៏មិនទាន់ស្រួលដូចឥឡូវដែរអញ្ចឹងវាមិនទាន់ស្រួលដូចឥឡូវណាប៉ុន្តែក៏វាមិនពិបាកខ្លាំងដូចពីមុនដែរអញ្ចឹងគាត់ថាពេលហ្នឹងក៏จะបើកតាមផ្លូវទៅនៅពេលដែលគាត់បើកតាមផ្លូវវាស្ងាត់វាត្រជាក់ស្រួលអញ្ចឹងណាហើយពេលនោះប្រពន្ធរបស់គាត់អត់បានទៅជាមួយទេដោយគាត់ហ្នឹងទៅតែម្នាក់ឯងអញ្ចឹងនៅពេលដែលគាត់ជិះតាមផ្លូវគាត់ថាពេលហ្នឹងស្រាប់តែគាត់ហ្នឹងជិះទៅដល់អញនិយាយបានថាវាហួសកំពង់អត់វាថាហួសកំពង់ចាមចូលកំពង់ធំណាស្រាប់តែគាត់ឃើញមនុស្សរត់កាត់ឡានរបស់គាត់ណារត់កាត់ឡានរបស់គាត់ថាពេលហ្នឹងគឺគាត់ចាប់ប្រាំងយកមកងឹបយកតែម្ដងចាប់ប្រាំងយកមកជាប់ហ្នឹងគាត់ថាចាប់យ៉ាងណាក៏ដោយក៏នៅតែបុកគេដែរចាប់យ៉ាងណាក៏ដោយក៏នៅបុកគេដែរពេលហ្នឹងគាត់ក៏រត់ចុះពីលើឡានមកគាត់ណាដើម្បីរកមើលប៉ុន្តែជាក់ស្ដែងអត់មានឃើញអ្នកណានៅកន្លែងហ្នឹងទេបងប្អូនគាត់ថាពេលហ្នឹងគឺគាត់រវល់តែគាត់ទេរត់ចុះរត់ឡើងមើលតែគាត់នឹងឯងដល់ពេលដែលគាត់រៀបនឹងឡើងឡានវិញហ្នឹងអ្នកដែលជួលឡានមកគាត់ទៅសួរថាតើបងអញថៃបងអញរត់ទៅអីគេទាំងតែម្នាក់ដែលគាត់ជួលឡានហ្នឹងគឺអង្គុយនៅមុខជាមួយនឹងគាត់នឹងឯងពេលហ្នឹងគាត់ក៏ថាមិញខ្ញុំបុកមនុស្សពេលហ្នឹងបងប្រុសដែលអង្គុយនៅជាប់គាត់ហ្នឹងក៏ប្រាប់ថាបុកមនុស្សហ្មងបើអត់ឃើញអ្នកណារត់អីកាត់ហ្នឹងផងហ្នឹងមានមនុស្សមកពីណាបងឯងមើលនៅម្ដុំហ្នឹងអត់មានផ្ទះផងហ្នឹងគាត់ក៏លេចទៅមើលបរិវេណនៅម្ដុំហ្នឹងគឺអត់មានផ្ទះពេទ្យមែនស្របពេលដែលនៅតាមផ្លូវហ្នឹងវាអត់មានព្រៃណាសុបរົບដែលពួនបានទេហើយបើមិនយកបុកក៏វាគួរតែនៅតែកដាលខ្នល់នឹងឯងប៉ុន្តែចេះស្ដែងពេលដែលគាត់ចុះរត់នេះវាអត់មានឃើញអ្នកណាអញ្ចឹងគាត់ហ្នឹងក៏ឡើងឡានបន្តទៅគាត់មានអារម្មណ៍អត់សូវល្អប្រហែលទេប៉ុន្តែដោយសារនៅក្នុងឡានរបស់គាត់គាត់ទើបតែទិញនឹងព្រះដាក់មួយណាដោយសារគាត់ជិះឆ្ងាយគាត់ក៏ទិញដាក់មួយទៅហើយគាត់ក៏បន្តដំណើររបស់គាត់ទៅមុខរហូតគាត់ទៅដល់ខេត្តសៀមរាបទៅនៅពេលដែលគាត់ទៅដល់ខេត្តសៀមរាបគាត់ថាពេលហ្នឹងក៏ជូនហើយគេហ្នឹងទៅទេសនាសិនជូនទេសនាប៉ុន្តែជាក់ស្ដែងទេសនាឬក៏អូតាល់ដែលគាត់ត្រូវ check in ហ្នឹងវាមិនទាន់ដល់ម៉ោងដល់ពេលដែលគាត់ត្រូវ check in ទេអញ្ចឹងក៏នាំគ្នាជីទៅលេងប្រាសាទសិនទាំងដែលពួកគាត់ហ្នឹងហូបបាយរួចរាល់ហើយហូបបាយរួចរាល់ណាអញ្ចឹងគាត់ទៅលេងប្រាសាទសិនប៉ុន្តែគាត់បានប្រាប់សថាគារហ្នឹងហើយតែគាត់យកប្រមាណបន្ទប់អញ្ចឹងណាអញ្ចឹងគាត់ថាពេលហ្នឹងក៏គាត់ចេញទៅដើរលេងបានមកប្រើរហូតដល់ម៉ោងដែលគាត់អាច check in បានគាត់ក៏ត្រឡប់មកវិញមកអាចចូលស្នាក់នៅបានណាប៉ុន្តែនៅពេលដែលយកគេទៅដាក់នៅនឹងអូតាល់ហ្នឹងហើយគាត់នឹងក៏ត្រូវទៅរកទេសនៈមួយដែរសម្រាប់សារៈមិនមែនគេរៀបចំឲ្យយើងណាយើងទៅរកទេសនៈមួយសម្រាប់អញ្ចឹងទៅដល់ម៉ោងដល់ពេលយើងក៏មកយកមកគេមកហើយទេសនៈដែលគាត់សម្រាប់គាត់មិនអាចទៅរកទេសនៈណាដែលយើងថ្លៃបានទេបងប្អូនក៏រកអាណាដែលអាចធូរថ្លៃដែលគាត់អាចសល់លុយខ្លះអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ទៅជួលទេសនៈមិនឆ្ងាយពីសន្តាគារហ្នឹងប្រហែលទេមិនឆ្ងាយពីហ្នឹងបានទេណាអញ្ចឹងគាត់ថាពេលហ្នឹងក៏ជួលនៅហ្នឹងទៅហើយនៅពេលដែលម៉ោងប្រហែលជា2ហ្នឹងគាត់ហ្នឹងក៏ត្រឡប់មកវិញយកឲ្យបាត់របស់គាត់ទុកបន្ទប់របស់គាត់ហើយហ្នឹងម៉ោង2ហ្នឹងគាត់ត្រឡប់មកវិញមកនៅពេលដែលគាត់ត្រឡប់មកវិញគាត់ថាពេលហ្នឹងមកយកគេហ្នឹងទៅដើរលេងប្រាសាទទៀតហើយដើរលេងប្រាសាទនេះប្រាសាទដូចចឹងណាតាម plan ចឹងទៅរហូតដល់បញ្ចប់ហ្នឹងក៏មកនាំគ្នាមករកហូបអីសិនពេលដែលហូបអីហ្នឹងអ្នកដែលជួលឡានរបស់គាត់ហ្នឹងឲ្យគាត់ហ្នឹងហូបជុំគ្នាជាមួយនឹងអញ្ចឹងគាត់ថាពេលហ្នឹងក៏ហូបជុំគ្នាជាមួយនឹងគេមួយឯងទៅហូបរហូតដល់រួចរាល់
ក៏ជូនពួកគាត់ហ្នឹងឲ្យត្រឡប់មកកន្លែងស្នាក់វិញនៅពេលដែលត្រឡប់មកដល់កន្លែងស្នាក់គាត់ថាពេលហ្នឹងចប់ហើយណាម៉ោងរបស់គាត់គឺចប់ហើយម៉ោង5ហ្នឹងគឺចប់ម៉ោង6 7ហ្នឹងគឺចប់ហើយអញ្ចឹងនៅពេលដែលយប់ហ្នឹងបងប្អូនដែលជាអ្នកដែលជួលឡានរបស់គាត់ចង់ដើរទៅលេងណាគឺពួកគាត់ហ្នឹងជិះម៉ូតូឌុបឬក៏ជិះហើយធុកជិះកង់3អញ្ចឹងទៅតាមចិត្តខ្លួនឯងចង់ទៅដើរលេងណាស្រីចិត្តទាំងដែលគាត់ហ្នឹងហត់ពេកគាត់ក៏ត្រឡប់មកផ្ទះសំណាក់របស់គាត់វិញមកនៅពេលដែលគាត់ត្រឡប់មកផ្ទះសំណាក់គាត់ថាពេលដែលផ្លូវចូលទៅផ្ទះសំណាក់របស់គាត់វារៀងស្ងាត់តិចឯងបងប្អូនស្ងាត់មែនតើមិនស្ងាត់តិចទេស្ងាត់មែនតើមានតែកង់3មួយអង្គុយឆ្កង់នៅខាងមុខនឹងឯងអញ្ចឹងគាត់នឹងក៏បើកឡានរបស់គាត់ចូលទៅក្នុងផ្ទះសំណាក់ហ្នឹងទៅនៅពេលដែលគាត់ចូលទៅដល់ក្នុងបរិវេណផ្ទះសំណាក់គាត់មានអារម្មណ៍ដូចជាមិនទេដូចតែមានតែម្នាក់ឯងវិញគាត់តែរបៀបទៅអញ្ចឹងមានតែម្នាក់ឯងមិនទេអញ្ចឹងគាត់ថាពេលហ្នឹងក៏មិនបានទៅគិតច្រើនដែរចុះពីលើឡានក៏ទៅយកសោពីអ្នកហើយទទួលភ្ញៀវឡើងទៅបន្ទប់របស់គាត់ទៅហើយបន្ទប់របស់គាត់ហ្នឹងអាចនិយាយបានថាដូចជាជាន់ទី2បងប្អូនគាត់ថាពេលគាត់ផ្លេចដែរវាយូរពេលទងជាន់ទី2ហ្នឹងហើយគាត់ថាវាលំបាកខ្ទង់200បន្ទប់ខ្ទង់200លេខ200ប៉ុន្តែគាត់ផ្លេចថាលេខ200ប្រហែលគឺគាត់ផ្លេចអញ្ចឹងនៅពេលដែលគាត់ឡើងទៅដល់ខាងលើឡើងទៅកាត់ជាន់ទី1គាត់ឃើញមនុស្សមួយក្រុមកំពុងតែទៅជែកគ្នានៅក្បែរចដាហ្នឹងឯងនៅជាន់ទី1ណាអញ្ចឹងនៅពេលដែលឃើញអញ្ចឹងគាត់គិតក្នុងចិត្តនេះនៅខាងក្រៅហ្នឹងដូចជាអត់មានមនុស្សទេប៉ុន្តែឡើងមកដូចជាមានមនុស្សច្រើនគួរសមដែរតាអញ្ចឹងគាត់ហ្នឹងក៏ឡើងរហូតមកដល់ជាន់ទី2របស់គាត់ហ្នឹងនៅពេលដែលគាត់ឡើងមកដល់ជាន់ទី2គាត់ថាពេលហ្នឹងនៅជាន់របស់គាត់វាស្ងាត់អត់មានអ្នកណាទេគាត់ហ្នឹងក៏ដើររហូតទៅដល់បន្ទប់របស់គាត់ទៅនៅពេលដែលគាត់ដើរទៅដល់បន្ទប់គាត់ថាពេលហ្នឹងក៏បើកទ្វាររៀបនឹងចូលបន្ទប់ទៅហើយស្រាប់តែគាត់ឃើញក្មេងម្នាក់អើតចេញពីបន្ទប់ជាប់របស់គាត់ណាឥឡូវដាក់ចុះឲ្យវាស្រួលថាបន្ទប់របស់គាត់វាពី204អញ្ចឹងទៅស្រាប់តែគាត់ឃើញក្មេងហ្នឹងវានៅក្នុងបន្ទប់205ដែលអើតមើលគាត់អើតរបៀបថាបើកទ្វារមកខ្វាច់អើតមើលគាត់មកនៅពេលដែលឃើញអញ្ចឹងគាត់ក៏ញ៉ាំដាក់ទៅគាត់តែញ៉ាំដាក់ទៅក្មេងម្នាក់ហ្នឹងវិញណាហើយក្មេងម្នាក់ហ្នឹងក៏គេរបៀបថាបិទទ្វាររបស់គេវិញទៅចូលទៅក្នុងឯគេបិទទ្វារគាត់ហ្នឹងក៏ចូលមកក្នុងបន្ទប់របស់គាត់ទៅអញ្ចឹងនៅពេលដែលគាត់ចូលមកដល់ក្នុងបន្ទប់គាត់ថាពេលហ្នឹងមានអីទេទៅប្រាស់ខ្លួនបន្តិចសិនមិនទាន់ទៅមួយទឹកទេណាទៅប្រាស់ខ្លួនឲ្យបាត់ហត់បន្តិចសិនប្រាស់ខ្លួនរហូតដល់រៀងត្រជាក់សាច់បន្តិចគាត់ហ្នឹងក៏ដើរមកមួយទឹកទៅនៅពេលដែលគាត់ដើរមកមួយទឹកគាត់ថាពេលហ្នឹងស្រាប់តែគាត់ឮសំឡេងចែកនៅខាងមុខបន្ទប់របស់គាត់ណាសំឡេងគេទៅចែកគ្នានៅខាងមុខបន្ទប់របស់គាត់ហ្នឹងឯងនៅពេលដែលឮសំឡេងគេទៅចែកគ្នាបែបហ្នឹងគាត់សប្បាយចិត្តគាត់ថាអូនៅផ្ទះសំណាក់ហ្នឹងមិនមែនមានតែគាត់ទេគាត់ឃើញតែខាងក្រៅប៉ុន្តែខាងក្នុងជាទេខាងក្នុងគឺមនុស្សច្រើនព្រោះឥឡូវនេះគឺគាត់ឮគេទៅជែកគ្នានៅខាងមុខរបស់គាត់ទៅវាច្រើនអញ្ចឹងគាត់ថាពេលហ្នឹងក៏មួយទឹកអីវារបៀបអាពីនភាពកក់ក្ដៅពេលដែលគាត់ចូលមកដំបូងគាត់គិតថាប្រហែលជាមានតែគាត់ទេអារម្មណ៍រៀងភ័យបន្តិចប៉ុន្តែនៅពេលដែលគាត់ឮឬក៏ជាន់ទី1ហ្នឹងមានមនុស្សឡើងមកជាន់ទី2មានគេទៅជែកគ្នាទៀតអូខេទទួលយកបានហើយអញ្ចឹងគាត់ថាពេលហ្នឹងក៏ធម្មតាទៅមួយទៅចែកមួយនាងហួចអីច្រៀងលេងអីមិនតិចតួចណារហូតដល់គាត់មួយរួចរាល់ហ្នឹងគាត់នឹងក៏ដើរមកសម្ដៅមកក្រែរបស់គាត់កំពុងតែជូតសក់ហ្នឹងស្រាប់តែគាត់ក៏លេចមកចំភ្នែករបស់គាត់ឃើញមនុស្សស្រីអង្គុយនៅកន្លែងតុសម្អាងឃើញមនុស្សស្រីអង្គុយនៅកន្លែងតុសម្អាងប៉ុន្តែនៅពេលដែលគាត់បើកភ្នែកងាកមើលភាសាទៀតវាបែរទៅជាអត់មានឃើញអ្នកណានៅកន្លែងតុសម្អាងហ្នឹងទេស្អាតអញ្ចឹងនៅពេលដែលក៏លេចទៅអត់មានឃើញអ្នកណានៅកន្លែងតុសម្អាងគាត់ក៏គិតធម្មតាគាត់គិតថាបាយគាត់នឹងព្រើភ្នែកហើយគាត់ក៏ជូតសក់របស់គាត់ទៅរហូតមកដល់ក្រែហ្នឹងក៏ប្រាស់ខ្លួនគេទៅទាញទូរស័ព្ទរបស់គាត់ចុចអូអីទេទៅប្រពន្ធរបស់គាត់និយាយលេងតិចតួចណានៅពេលដែលគាត់កំពុងតែនិយាយជាមួយនឹងប្រពន្ធរបស់គាត់ហ្នឹងស្រាប់តែប្រពន្ធរបស់គាត់ស្រែកដាក់គាត់ឯងត្រូវស្រីមែនណាឯងត្រូវស្រីមែនពេលហ្នឹងបងផាតហ្នឹងក៏តបថាអីមិនទៀតហើយនិយាយសុកមិនថាខ្ញុំយកស្រីវិញប៉ុន្តែខ្ញុំឮសំឡេងមនុស្សស្រីនៅអាឡងចេញពីទូរស័ព្ទឯងហ្នឹងនៅពេលដែលឮបែបហ្នឹងលៀមគាត់ហ្នឹងក៏តបថាឯងឈួតទេខ្ញុំមានស្រីមកពីទេនេះបើសិនជាអាចទេមើលមុខគ្នាបានខ្ញុំបើកឯងមើលនេះទាំងតែខ្ញុំអត់មានអ្នកណាសោះហ្នឹងពេលហ្នឹងបងផាតគាត់នៅតែបច្ចេកវិទ្យាប៉ុន្តែប្រពន្ធរបស់គាត់ថាគាត់បានលើសំឡេងមនុស្សស្រីហ្នឹងនិយាយនៅក្នុងបន្ទប់ឯងហ្នឹងឯងទាំងដែលបងផាតដែលគាត់ហ្នឹងនៅតែប្រកែកជាមួយនឹងប្រពន្ធរបស់គាត់ហើយគាត់ប្រាប់ប្រពន្ធរបស់គាត់ថាបើសិនជាយកស្រីមកនៅក្នុងបន្ទប់នេះសួរតែហ៊ានទេទៅណៃណែអីគាត់ក៏និយាយបែបហ្នឹងទៅនៅពេលដែលគាត់កំពុងតែនិយាយបញ្យល់ប្រពន្ធរបស់គាត់សុកគាត់ថាពេលហ្នឹងស្រាប់តែគាត់ឃើញជើងមនុស្សវានៅកន្លែងវាំងនឿនជើងមនុស្សស្រីនៅកន្លែងវាំងនឿនឡើងសស្គូសយកតែម្ដងនៅពេលដែលឃើញបែបហ្នឹងគាត់ក៏គិតក្នុងចិត្តថាអ្វីដែលប្រពន្ធរបស់គាត់បាននិយាយហ្នឹងវាជាការពិតណា
គាត់ថាពេលហ្នឹងគាត់ក៏ប្រាប់តែប្រពន្ធគាត់ថាគាត់អត់ដឹងថាម្នាក់ស្រីហ្នឹងនៅក្នុងបន្ទប់របស់គាត់ហ្នឹងតាមរបៀបណាទេពេលដែលគាត់ឃើញតែជើងណាគាត់ក៏និយាយសាររបៀបទៅប្រពន្ធរបស់គាត់ទៅរបៀបថាត្រង់ជាមួយនឹងប្រពន្ធនោះអញ្ចឹងប្រពន្ធគាត់ហ្នឹងស្រិតរឹតតែខឹងទៅទៀតថាឯងមិនក៏យកស្រីមកដេកអញ្ចឹងទៅគាត់ថាពេលនោះគូគាត់ហ្នឹងក៏យកទូរស័ព្ទរបស់គាត់ហ្នឹងថតបរិវេណរបៀបថាថតវីដេអូដើម្បីការពារខ្លួនពេលដែលត្រឡប់ទៅវិញឲ្យប្រពន្ធនឹងមើលគាត់ក៏យកទូរស័ព្ទរបស់គាត់ពេលដែលគាត់ពេលហ្នឹងគាត់បិទមួយប្រពន្ធរបស់គាត់ណាគាត់ក៏យកទូរស័ព្ទរបស់គាត់ហ្នឹងថតជាមួយនឹងម្នាក់ស្រីដែលកំពុងតែឈរនៅខាងក្រោយវាំងនៅនឹងឯងអញ្ចឹងនៅពេលដែលគាត់ថតគាត់ក៏ស្រែកសួរណាគេហ្នឹងណាគេស្រែកមួយម៉ាត់ជាពីរម៉ាត់មួយម៉ាត់ជាពីរម៉ាត់គាត់ថាពេលហ្នឹងម្នាក់ស្រីហ្នឹងនៅតែអត់ឆ្លើយជាមួយនឹងគាត់ទេហើយគាត់ដើរកាន់តាគៀកទៅគេទៅណានៅពេលដែលគាត់ដើរកាន់តាគៀកទៅគាត់ទៅកាន់នៅវាំងននហ្នឹងកាន់វាំងននស្រាប់តែដល់កន្លែងវាំងននគាត់ក៏ទាញវាំងននយកតែម្ដងនៅពេលដែលគាត់ទាញវាំងននយកគាត់ថាពេលហ្នឹងស្រាប់តែគាត់អត់មានឃើញអ្នកណានៅកន្លែងហ្នឹងទេទាំងដែលមុនហ្នឹងគឺគាត់បានឃើញប្រអប់ជើងមនុស្សច្បាស់ណាបើសិនជាចម្ងាយប៉ុណ្ណឹងពីហ្នឹងមិនអាចរត់ចេញពីគាត់បានទេបើមនុស្សនៅហ្នឹងមែនប៉ុន្តែពេលដែលគាត់ទៅប៉ើងអាវាំងននមើលបែរទៅជាអត់មានឃើញអ្នកណានៅកន្លែងហ្នឹងទៅវិញបងផានហ្នឹងចាប់ដើមភ័យបដ ថតជុំវិញនឹងយកលងនៅពេលដែលគាត់ថតជុំវិញអត់មានឃើញអ្នកណាទេគាត់ក៏បិទទូរស័ព្ទរបស់គាត់ទៅបានត្រឹមតែឆ្ងល់ទេអត់អីទេបងប្អូនគាត់ក៏សំដៅមកក្រែរបស់គាត់ណាសំដៅមកក្រែរបស់គាត់ហើយសងំគេងទៅសងំគេងណាទាំងដែលនៅនឹងគេមានទូទួមានអីចុចឲ្យមើលដែរប៉ុន្តែគាត់ខ្ជិលដូចទៅវាអស់កម្លាំងទៅហើយណាឡៃមើលទូទួអីទៀតយកលុបហើយផឹកទៅលុបគេទៅទៀតណាដឹកគេទៅទៀតអញ្ចឹងអត់ហ៊ានមើលទូទួទេអញ្ចឹងគាត់ក៏សងំគេងទៅនៅពេលដែលគាត់សង្ងំគេងគាត់ថាពេលហ្នឹងសេពតែទូដែលគាត់អត់បានចុចមើលផងហ្នឹងឯងសេពតែវាឈុលខ្លួនវាបងប្អូនអាតកៅខ្វិចដែលយើងនិយាយទៅកៅខ្វិចហ្នឹងវាចាប់ផុតបានឈុលគាត់ថាពេលហ្នឹងគាត់ភ្ញាក់ឡើងវិញគឺដោយសារសំឡេងហ្នឹងឯងវាថ្លង់ពេកចុះដល់ពេលដែលគាត់បើកភ្នែកគាត់ថាពេលហ្នឹងសេពតែគាត់ឃើញទូហ្នឹងវាឈុលខ្លួនវាទាំងតែគាត់ហ្នឹងគឺអត់បានទៅបើកទេក៏រត់ទៅបិទទូហ្នឹងទៅបិទទូរួចក៏មកសង្ងំគេងវិញនៅពេលដែលគាត់សង្ងំគេងវិញគាត់ថាពេលហ្នឹងស្រាប់តែគាត់ភ្ញាក់មួយសារទៀតដោយសារទូហ្នឹងដដែលវាបើកខ្លួនវាទៀតតែគាត់ហ្នឹងបានទៅចុចបិទផ្ទាល់ដៃរបស់គាត់ថាលើកមុនទៅគាត់ប្រហែលប៉ុន្តែលើកនេះគាត់ថាគាត់ទៅចុចបិទនៅផ្ទាល់ដៃរបស់គាត់ឥឡូវទូហ្នឹងវានៅតែឈុលដដែលអត់មានអីនេះទេបងប្អូនដាក់កៅអីទៅទាញអាដូចដោតភ្លើងនឹងចោលហ្មងហើយចាំមើលឲ្យខ្លាំងអីទៀតអញ្ចឹងគាត់ថាពេលហ្នឹងក៏សង្ងំគេងទៀតទៅនៅពេលដែលគាត់សង្ងំគេគាត់ថាពេលហ្នឹងស្រាប់តែគាត់យកសពឃើញមនុស្សស្រីហ្នឹងមកឈរនៅចុងជើងរបស់គាត់ហើយប្រាប់ឲ្យគាត់ហ្នឹងជួយគាត់ផងរបៀបថាជួយខ្ញុំផងបងជួយខ្ញុំផងអីចឹងទៅអាហ្នឹងវាជាការយកសពរបស់គាត់ទេគាត់ហ្នឹងក៏ធម្មតាសង្ងំទៅបន្តទៅប៉ុន្តែគាត់ឃើញម្នាក់ស្រីហ្នឹងមកផ្លែតទេស្រាប់តែគាត់ត្រូវភ្ញាក់មួយសារទៀតនៅពេលដែលគាត់ភ្ញាក់មួយសារទៀតគឺដោយសារទូហ្នឹងទៀតបងប្អូនទាំងដែលគាត់ហ្នឹងបានដកដោយទូហ្នឹងវាចេញទៅហើយតែឥឡូវហ្នឹងវាបែរទៅជាទូហ្នឹងវាឈុលទៅទៀតគាត់ថាពេលហ្នឹងគាត់អត់អស់ចិត្តទេគាត់ទៅមើលដូចគេលើថាគាត់អត់បានដកប៉ុន្តែចិត្តស្ដែងគឺដូចហ្នឹងគឺត្រូវបានដកឲ្យនឹងភ្នែករបស់គាត់ហ្នឹងឯងអត់ស្រួលចិត្តទេណាចាប់ដើមអត់ស្រួលហើយគាត់ថាបន្ទប់ហ្នឹងអត់ស្រួលហើយគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏សង្ងំទៅគាត់ខ្ជិលព្រោះយប់ទៅហើយម៉ោងប្រហែលជា2 ដល់ 11ឥឡូវហើយហ្នឹងទៅរករឿងអីទៀតទេគាត់ចង់ថារបៀបថាបើមិនទៅរករឿងណាមួយគាត់ក៏ជាមនុស្សប្រុសដែរគាត់ខ្ជិលគាត់ក៏សង្ងំបន្តទៅនៅពេលដែលគាត់សង្ងំបន្តគាត់ថាពេលហ្នឹងក៏គេងលក់របៀបថាស្រួលណារហូតដល់ព្រឹកឡើងមកដល់គាត់ថាពេលហ្នឹងក៏ទៅដឹកម៉ួយទៅដឹកឲ្យអ្នកដែលជួលឡានរបស់គាត់ណាទៅដើរតាមផ្សារទៅដើររហូតដល់ល្ងាចចុះបងប្អូនដល់ល្ងាចអត់ត្រឡប់មកវិញទេថ្ងៃត្រង់អត់ត្រឡប់មកវិញទេរហូតដល់ល្ងាចបានពួកគាត់ហ្នឹងត្រឡប់មកវិញនៅពេលដែលត្រឡប់មកវិញគាត់ថាពេលហ្នឹងគឺគាត់អស់កម្លាំងមែនតើគាត់មិនបានទៅដើរមើលប្រាសាទដូចគេទេគឺរបៀបថាយើងអស់កម្លាំងយើងចាំឡានប៉ុន្តែអាហ្នឹងក៏អស់កម្លាំងដែរគាត់ត្រឡប់មកវិញគាត់ថាពេលហ្នឹងតម្លាក់គេរួចរាល់គាត់ហ្នឹងក៏ពេលហ្នឹងគាត់ហូបបាយរួចរាល់ណាបញ្ជាក់បន្តិចណាអាពេលល្ងាចហ្នឹងគឺទៅហូបអីហើយបានគេត្រឡប់មកកន្លែងសម្រាប់វិញហើយគេលោថាគេដើរលេងណាគាត់អត់ដឹងទេប៉ុន្តែគាត់ហ្នឹងអស់កម្លាំងពេកគាត់ក៏ត្រឡប់មកតែសំណាក់របស់គាត់វិញមកហើយនៅពេលដែលគាត់ត្រឡប់មកនេះអាចនិយាយបានវាខ្ទង់ម៉ោង7ដែរព្រោះយើងតម្រាំទៅហូបបាយរួចណា7ជាងពេលដែលគាត់មកដល់ផ្ទះសំណាក់របស់គាត់ហ្នឹងគាត់ក៏ចូលទៅក្នុងផ្ទះសំណាក់របស់គាត់ទៅនៅពេលដែលគាត់ចូលក្នុងផ្ទះសំណាក់គាត់ឃើញតែទទួលភ្ញៀវនៅអង្គុយនៅកន្លែងហ្នឹងដែរធម្មតាគាត់ក៏ឡើងទៅជាន់ទី2របស់គាត់ទៅនៅពេលដែលគាត់ឡើងទៅដល់ជាន់ទី2គាត់ថាពេលដែលគាត់រៀបដឹកបើកសោបន្ទប់របស់គាត់ហ្នឹងស្រាប់តែគាត់ឃើញក្មេងម្នាក់ហ្នឹងបើកទ្វារញឹមដាក់គាត់ទៀតបើកទ្វារញឹមដាក់គាត់គាត់ក៏ធម្មតាទៅនៅពេលដែលគាត់បើកទ្វារចូលហ្នឹង
គាត់ណាគាត់ដោតអាសោគេគេមានដោតតម្លាក់ទៅมันវាបើកភ្លើងគាត់តម្លាក់ពឹបទៅសេបតែគាត់ឃើញមនុស្សស្រីអង្គុយនៅកន្លែងអាទុកសមាហ្នឹងអាកន្លែងទុកសមាហ្នឹងមកប្រផ្លែតគាត់មកពឹបមកគឺគាត់ឃើញយកតែម្ដងប៉ុន្តែនៅពេលដែលគាត់មើលឲ្យមែនទេគាត់បើកចូលមកអត់មានឃើញណាទេគាត់នឹងចិត្តតិចបន្ទប់ហ្នឹងអត់ស្រួលទេតិចឃើញអត់ឃើញអញ្ចឹងណាគាត់ក៏គិតហើយក៏គាត់ទាញទ្វាររបស់គាត់បាត់ហើយក៏រត់ឡើងមកកន្លែងគេរបស់គាត់ទៅមកសង្ងំគេណានៅពេលដែលគាត់សង្ងំគេគាត់ថាពេលដែលគាត់កំពុងតែសង្ងំសុកហ្នឹងស្រាប់តែគាត់នឹងត្រូវបានធ្លាក់លើក្រែតែដែលគាត់នឹងមិនមែនជាមនុស្សដែលគេងឬប្រហែលទេប៉ុន្តែបែរទៅជាធ្លាក់លើក្រែទៅវិញនៅផ្ទះមកគឺនៅលើក្រែហ្មងអាផ្ទះមកគឺនៅក្រោមនេះអាគាត់សង្ងំហ្នឹងវាដូចតែ50អញ្ចឹងគាត់ទៅក៏ងើបហើយទៅមុជទឹកយកតែម្ដងគាត់ទៅមុជទឹកឈូយងទៅរហូតដល់រួចរាល់ម៉ោងប្រហែលជា8ជាង9ហើយបងប្អូន8ជាង9ហើយដែលគាត់រយនេះបងប្អូន8ជាង9គាត់ក៏មកគេងវិញមកនៅពេលដែលគាត់គេងគាត់ថាពេលដែលគាត់គេងលក់គឺស្រួលដោយសារយើងអស់កម្លាំងគេងលក់ស្រួលនៅពេលដែលគាត់គេងលក់ស្រួលគាត់ថាពេលហ្នឹងគឺគាត់ត្រូវភ្ញាក់ឡើងវិញដោយសារគាត់ឮសំឡេងមនុស្សយំនៅក្នុងបន្ទប់របស់គាត់ហ្នឹងហើយយំឡើងទៅហឹងនៅក្នុងបន្ទប់របស់គាត់ហើយសំឡេងដែលយំហ្នឹងគឺជាមនុស្សស្រីទៅទៀតហើយមួយទៀតហ្នឹងគឺដោយសារបន្ទប់ជាប់ហ្នឹងគាត់ឮសំឡេងក្មេងវាលេងនៅបន្ទប់ហ្នឹងគឺអត់ឈប់សោះលេងអត់ឈប់ហ្មងបងប្អូនព្រោះពេលដែលគាត់ភ្ញាក់មកគឺឮសំឡេងមនុស្សស្រីនឹងយំបន្ទាប់មកបានឮក្មេងហ្នឹងវាដងដាំងខ្លាំងទៀតអញ្ចឹងធ្វើឲ្យគាត់ហ្នឹងគេអត់លក់គាត់ងើបមកមើលនៅក្នុងបន្ទប់របស់គាត់អត់មានឃើញណាតែស្របពេលដែលសំឡេងឮយំហ្នឹងក៏វាស្ងាត់ទៅទៀតសំឡេងក្មេងនៅក្នុងបន្ទប់ជាប់របស់គាត់ហ្នឹងក៏នៅតែឮដដែលគាត់ថាពេលហ្នឹងគាត់ហ្នឹងចង់ទៅប្រាប់រឿងហ្នឹងទៅម៉ែឪគេឲ្យបថយឲ្យកូនគេសង្ងំគេទៅព្រោះយប់ទៅហើយឲ្យកូនលេងដល់ថ្មម៉ោង1ម៉ោង2អញ្ចឹងណាពេលហ្នឹងគាត់ហ្នឹងក៏ធម្មតាទៅមិនបាច់ទៅប្រាប់អីទេរហូតដល់ព្រឹកឡើងមកដល់ហ្នឹងហើយព្រឹកឡើងមកដល់គឺគាត់អត់អាចនេះណាបងគាត់គេងតែពីយប់ទេដោយសារយប់ទីថ្ងៃទី3នេះគឺគាត់ត្រូវដើរលេងមក5ហើយគឺគាត់ត្រឡប់មកផ្ទះវិញហើយអញ្ចឹងនៅពេលដែលគាត់ព្រឹកឡើងមកដល់ហ្នឹងគាត់ថាពេលហ្នឹងគាត់ហ្នឹងក៏ទៅប្រាប់ហើយឬក៏ទៅសួរអ្នកដែលយាមបន្ទប់ណាអ្នកដែលហើយទទួលភ្ញៀវណាថាបងហើយបន្ទប់ជាប់ខ្ញុំហ្នឹងក្មេងយប់មិញលេងដល់ហើយពេលហ្នឹងបងប្អូនហ្នឹងក៏មើលមកព្រោះពេលហ្នឹងក៏អត់តន់ងើបក៏អត់តន់ដូរទេណាអត់តន់ដូរវិញទេគាត់ថាបងបន្ទប់ជាប់បងឯងមានមនុស្សមកពីណាពីយប់ហ្នឹងមានមនុស្សមកពីណាពេលហ្នឹងគាត់ថាចេះតែនិយាយលេងអីក្មេងនៅបន្ទប់ហ្នឹងជាប់ហ្នឹងមានមនុស្សអត់ទេផងតែស្នាក់ខ្ញុំថ្ងៃដែលបងឯងមកហ្នឹងដូចជាមានតែប្រហែលបន្ទប់តែនៅជាន់ទី1មានប៉ុន្តែនៅជាន់ទី2បងឯងគឺអត់មានមនុស្សទេបងឯងនិយាយលេងនិយាយមែនណាចប់បាត់ហើយអញ្ចឹងគាត់គិតទៅដល់រឿងហ្នឹងបាត់ហើយណាហើយយប់មិញយប់ប្រហែល2យប់ហ្នឹងបន្ទប់ខ្ញុំគឺគេញ៉ាត់បានទេបានបងប្រុសដែលជាអ្នកទទួលភ្ញៀវហ្នឹងគាត់ថាបងឯងឃើញស្រីមែនមនុស្សស្រីមែនហ្នឹងឃើញមនុស្សស្រីហ្នឹងបងឯងឃើញស្គាល់អត់ដឹងដែរដឹងថាបងបន្ទប់ហ្នឹងហើយចាំមិនដឹងឲ្យបងឯងដាក់ខ្ញុំនៅបន្ទប់ហ្នឹងទៅគាត់ហ្នឹងក៏តបថាប្រហែលជាគាត់គិតថាប្រហែលជានៅហ្នឹងវាសាបលាបហើយព្រោះមួយរយៈចុងក្រោយហ្នឹងដូចជាអត់មានអីទេហើយមិននឹកស្មានតែវានៅដដែលណាបានគាត់សួរនាំទៅបានដឹងថាបន្ទប់របស់គាត់ហ្នឹងធ្លាប់មានមនុស្សស្រីស្លាប់នៅក្នុងហ្នឹងប៉ុន្តែសំណាងល្អដែលគេលងគាត់ហ្នឹងល្មមទេបានទៅលងគាត់ឲ្យគាត់ហ្នឹងខ្លាចបាសសក់បាក់អីណាគាត់ថាបើលងខ្លាំងជាងហ្នឹងប្រហែលជាគាត់ហ្នឹងចប់ដូចតែគ្នាហ្នឹងហើយអញ្ចឹងគាត់ថាពេលហ្នឹងគាត់ក៏ check out ពីទស្សនៈហ្នឹងមកទៅយកម៉ួយរបស់គាត់ណាពីផ្ទះពីសន្តាគារហ្នឹងត្រឡប់ទៅតដើរលេងមកប្រាវក៏គាត់ត្រឡប់មកខេត្តរបស់គាត់វិញធម្មតាទៅអានេះជាអ្វីដែលរឿងរ៉ាវរបស់បងហើយផាតដែលគាត់ជួបណានឹងឲ្យទាំងអស់គ្នាអរគុណមែនតើសម្រាប់ការតាមដានស្ដាប់របស់បងប្អូនណាហើយបើសិនជាបងប្អូនស្ដាប់មកដល់ចំណុចនេះបងប្អូនអាចជួយ Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយហើយចុចកណ្ដឹងផងអរគុណទុកជាមុនណាហើយបងប្អូនដែលជាប្រិយមិត្តរបស់អុលម៉ាដែលគាត់អាចនិយាយបានថាគាត់ចាំសម្លេងបានណាជួយ Subscribe ផងអរគុណទុកជាមុនបងប្អូនហើយជួបគ្នានៅវីដេអូក្រោយៗទៀតណាហើយសង្ឃឹមថាបងប្អូននឹងជួយ comment ហើយវីដេអូនៅក្រោមវីដេអូរបស់ខ្ញុំណានៅពេលល្អៗបន្តិចដើម្បីឲ្យYouTube ហ្នឹងឆាប់បានបើកការរលួយឲ្យអត់មានអីពឹងបងប្អូនទេក្រៅពីប៉ុណ្ណឹងបងប្អូនសង្ឃឹមថាបងប្អូននឹងអាចជួយបានណាហ្នឹងហើយទាំងអស់គ្នាអរគុណជួបគ្នានៅវីដេអូបន្តណាហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូចេញមុខឲ្យបានច្រើនតាមតែឲ្យធ្វើទៅបានតាមពិតទៅមិនសូវជាចង់ចេញ
ហើយមុខប្រហែលទេព្រោះខ្មាស់កាមេរ៉ាប៉ុន្តែឥឡូវគឺតម្រូវឲ្យធ្វើបែបហ្នឹង AI ច្រើនពេកហ្នឹងហើយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ